ថ្ងៃពួកគាត់នឹងញ៉ាំបាយខ្លួនឯងបដ ாய் ខ្លះទៅតែមានអីអំពុំមិញញ៉ាំបាយអស់ទៅសាច់បាយនៅសល់ពេញចានដដែលឥឡូវដល់វាអាឌីវ៉ាញ៉ាំបាយថ្ងៃត្រង់ម្ដងមិនបាយអំពុំមិញបបរក្លុកបបរគ្រប់គ្រឿងនឹងឯងហើយវ័យអាឌីវ៉ាប៉ុណ្ណេះយើងកុំក្លុកឲ្យម៉ត់ពេកវាមិនទេរុទេរេចាចឹងតែក៏ក្លុករៀងដុំក្រឹមទៅឲ្យគាត់ចេះទៅពីចេះអីខ្លះទៅឥឡូវអស់ពីអង្គុយឡើងឈរងងម្ដងភ្នែកអត់ដាក់សោះអំពុំមិញដឹងថាខ្ញុំតាក់អំបិលធ្វើអីអត់ខ្ញុំចាក់ហូបអីគេខ្ញុំមើលនេះណែតែនហូបស្វាយណាអំពុំមិញណាហើយស្វាយហ្នឹងចិត្តខ្លួនឯងទេចាចិត្តខ្លួនឯងបាយស្ញាញតែម្ដងបើមិនចឹងទេគឺលៀងអត់អស់ជួរទេអំពុំមិញហើយចាហើយអំបិលហ្នឹងគឺថាសុំគេទេហើយស្វាយហ្នឹងគឺបេះនៅមុខកន្លែងការងារនឹងឯងចាអូយសុំគេបញ្ចុះចាថ្ងៃនេះផងដែរគឺនាងខ្ញុំជិះកាត់ផ្សារហើយក៏ឃើញកូនស្ពៃល្អអញ្ចឹងក៏នឹកឃើញថាគួរតែឆ្លាស់បន្លែសម្រាប់ធ្វើម្ហូបឲ្យឌីវីតញ៉ាំម្ដងដល់ពេលមកដល់ផ្ទះនាងខ្ញុំកំពុងលាងសម្អាតបន្លែហ្នឹងអញ្ចឹងទៅឌីវីតក៏គាត់ដើរមកអើតមើលហើយគាត់សួរថាម៉ាក់ធ្វើម្ហូបអីគេក៏ប្រាប់គាត់ថាម៉ាក់នឹងឆាស្ពៃឲ្យកូនញ៉ាំឌីវីតរត់ត្រុយឡើងទៅលើបាត់រត់ទៅបាត់ហ្នឹងគឺគាត់រត់មិនមែនខ្លាចថាម៉ាក់មីហៅជួយប្រើធ្វើអីទេគឺខុសចិត្តគាត់ដោយសារគាត់ចូលចិត្តឆាខ្ញីមហូបដែលឌីវីតចូលចិត្តខ្លាំងជាងគេគឺថាបាយឆាជាមួយនឹងខ្ញីសាច់ជ្រូកក៏បានសាច់មាន់ក៏បានសាច់គោក៏បានគឺថាញ៉ាំដោយមិនឲ្យម៉ាក់មីខ្លើសចិត្តម្ដងទេចាសម្រាប់ល្ងាចនេះផងដែរគឺអូនក៏សុំញ៉ាំនំប៉័ងយ៉ាហើយក៏ជាការងាយស្រួលសម្រាប់ម៉ាក់ផងដែរគឺកំពុងតែហត់នឿយផងចាអញ្ចឹងធ្វើតែនំប៉័ងឲ្យញ៉ាំទៅរួចជាការអ៊ំមុំមីងឃើញអញ្ចឹងអីហាមលេបទឹកមាត់ណាចាហាមលេបទឹកមាត់ប៉ុន្តែបើសិនជាចង់ពិសាអីអាចអញ្ជើញចូលរួមជាមួយពួកនាងខ្ញុំបានចាហើយអាហារសម្រាប់ម៉ាក់អូនធ្វើនឹងគឺថាឆ្ងាញ់បានតែពួកអូនទេអ៊ំមុំមីងហូបដឹងអត់ឆ្ងាញ់អីឃើញអាឌីវ៉ាគាត់ញ៉ាំស្វាយខ្ចីខំឡើងផោះឃើញទឹកមុខគាត់ហើយចង់ស្រក់ទឹកមាត់តាមអ៊ំពុំមីងចាអត់ខ្វល់ទេសំខាន់គឺញ៉ាំឆ្ងាញ់អ៊ំពុំមីងឃើញមុខអាឌីវ៉ាស្លូតស្មើអញ្ចឹងណាភ្នែកសាំមើលទៅតំណងថាគាត់នឹងស្លូតអូយបើដឹងចរិតពិតបានដឹងថាគាត់នឹងយ៉ាងណាឆ្នាស់ខ្លាំងមែនតែនតែម្ដងណាអ៊ំពុំមីងចាបើតាស្ដីឲ្យទិញទួចនឹងគឺថាអត់បានទេអូមើលគេសើលេងរឹកយកដៃខ្ទប់មុខទៀតចាទាំងនេះគឺជាសកម្មភាពរបស់អ្នកកន្លែងធ្វើការគាត់កំពុងតែធ្វើម្ហូបអ៊ំពុំមីងចាអូឆាសាច់ឡើងតំណងហើយមានបន្លែចម្រុះពណ៌ទៀតចម្រុះមុខហើយចម្រុះពណ៌ទៀតអ៊ំពុំមីងសាកទីមើលថាគាត់កំពុងធ្វើម្ហូបអីគេដែរឆាបន្លែគ្រប់មុខយើងហ្នឹងចានេះគឺជាសកម្មភាពទិវាបោកកៅអៅរបស់នាងខ្ញុំមកពុំមីងចាទិវាផ្សេងគឺថាមានមួយឆ្នាំម្ដងតែសម្រាប់នាងខ្ញុំវិញគឺថាឲ្យតែដល់ល្ងាចប្រហែលជាម៉ោង5 6កន្លះហ្នឹងគឺដល់ទិវាបោកកៅអៅទៀតហើយបើសិនជាអត់បោកទេគឺថាដឹងតែគោច្រើនឡើងដោយសារមានកូនតូចច្រើនអ៊ំពុំមីងចាសម្រាប់ល្ងាចនេះផងដែរគឺថាអត់មានអីអួតអ៊ំពុំមីងទេចាគឺមានតែចំអិនមុខម្ហូបប្រចាំតកូលឲ្យកូនញ៉ាំទៀតហើយដោយសារកូននឹងសុំញ៉ាំតាំងពីម្សិលមិញអ៊ំពុំមីងចាដោយសារគាត់ចូលចិត្តតែមុខម្ហូបឆាខ្ញីនឹងឯងចាហើយវិធីចម្អិនរបស់នាងខ្ញុំហ្នឹងគឺបែបហ្នឹងសម្រាប់បងប្អូនមានវិធីចម្អិនអីផ្សេងគឺថាទៅតាមបែបផែនគ្រួសារនីមួយចឹងណាចាអ៊ំពុំមីងចាហើយខ្ញីគឺវាផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពយើងច្រើន